Hello ចឹងនៅក្នុងវីដេអូនេះខ្ញុំចង់និយាយពីមេរៀនមួយនៅក្នុង Python គឺនិយាយពីមេរៀន operation ចឹង operation ហ្នឹងមានន័យថាគឺជានិមិត្តសញ្ញាមួយដែលយើងប្រើប្រាស់សម្រាប់ធ្វើការគណនាដូចជាគុណចែកដកបូកអីចឹងនៅក្នុងនោះខ្ញុំបង្កើត file មួយឈ្មោះថា test.py ចឹងក្នុង Python យើង .py មិនសេ Python អូខេចឹងកន្លែងហ្នឹងឧទាហរណ៍ខ្ញុំប្រកាស variable មួយឈ្មោះa ស្មើនឹង10 and b ស្មើនឹង3អូខេចឹងខ្ញុំ print addition a បូក b ពេលហ្នឹងវា generate ឲ្យចឹងឥឡូវ print subtraction a ដល់ b ចឹងកន្លែងហ្នឹង a គុណ b and ចឹងសញ្ញាផ្កាយហ្នឹងមានន័យថាគុណអូខេចឹងមកមួយទៀតខ្ញុំដាក់ print divide ចឹងសញ្ញា slash ហ្នឹងមានចែកអូខេចឹងខ្ញុំ print មួយទៀតfloor divisionអូខេចឹង floor division ហ្នឹងមានន័យថាយើងចែកតែចែកហ្នឹងខុសពីចែកហ្នឹងមានន័យថាឧទាហរណ៍ answer វាស្មើ 3.33 ចឹងនៅក្នុងហ្នឹង answer វាចេញមកតែ3ចឹងវាចេញមកចំនួនគាត់អត់យកអត់ចេញក្រោយក្បៀសចឹងឧទាហរណ៍មួយទៀតខ្ញុំ print exponent ចឹងកន្លែងហ្នឹងខ្ញុំដាក់ exponent action a ហើយសញ្ញាគុណ2ដងនេះអញ្ចឹងកន្លែងហ្នឹងចម្លើយគឺថាអត្ថន័យវាមានន័យថា10ហ្នឹងស្វ័យគុណ3អញ្ចឹងកន្លែងហ្នឹង10ហើយគុណនឹង10ហើយគុណនឹង10ទៀតអញ្ចឹងកន្លែងហ្នឹងចម្លើយវាស្មើ1000អូខេអញ្ចឹងខ្ញុំរ៉ាន់មកអូខេហើយចម្លើយអញ្ចឹងសញ្ញាបូកហើយដកគឺដកចំណុចផ្កាយហ្នឹងគុណហើយ divide slash ចេញក្បៀសបើ double slash អត់ចេញក្បៀសអញ្ចឹង exponent ស្មើ1000អូខេអញ្ចឹងឧទាហរណ៍មួយអូខេអញ្ចឹងកន្លែងហ្នឹងខ្ញុំបិទ comment ចោលអញ្ចឹងបិទ comment ហ្នឹងមានន័យថាដល់ពេលដែលយើង run code គឺអត់មានអីដើរអូខេអញ្ចឹងខ្ញុំទៅឧទាហរណ៍មួយទៀតពីការassign operation អញ្ចឹង assign operation មានថាយើងប្រើសម្រាប់ផ្ដល់កែឬក៏កែតម្លៃរបស់ variable អញ្ចឹងកន្លែងហ្នឹងឧទាហរណ៍ខ្ញុំប្រកាស variable មួយឈ្មោះថា b x ស្មើ10អញ្ចឹង and ខ្ញុំធ្វើការ print នៅតម្លៃ x អញ្ចឹងដល់ print x ចម្លើយកន្លែងហ្នឹងគឺចេញ10ចាំមកខ្ញុំចង់ assign តម្លៃឲ្យខុសពីហ្នឹងអញ្ចឹងកន្លែងហ្នឹងខ្ញុំសរសេរថា x បូកជាមួយនឹងx បូកស្មើ5អញ្ចឹងកន្លែងហ្នឹងបានន័យថា x ស្មើ x បូកនឹង5អូខេអញ្ចឹងកន្លែងហ្នឹងខ្ញុំសរសេរស្មើ x ស្មើ x បូក5ហើយខ្ញុំ print អញ្ចឹងកន្លែងហ្នឹងចម្លើយវាគឺច្បាស់ជាចេញនៅតម្លៃថ្មីគឺ15អញ្ចឹងមួយទៀតខ្ញុំ assign តម្លៃ x ដកស្មើនឹង3អញ្ចឹងកន្លែងហ្នឹងគឺមានន័យថាតម្លៃវាដកវិញអញ្ចឹង15ដក3អញ្ចឹង12អញ្ចឹងចូលមកមួយទៀតដល់ខ្ញុំសរសេរ x គុណ2អញ្ចឹង
យើងបន្ថែមតម្លៃចឹងកន្លែងហ្នឹងมันន័យថានេះតម្លៃ12នេះយកមកគុណជាមួយនឹង2អូខេចឹងមួយទៀតចឹងកន្លែងហ្នឹងខ្ញុំដាក់ x slash ស្មើ4ចឹងកន្លែងហ្នឹង24ចែកជាមួយ4នេះស្មើ6ចុចអូខេនេះគឺជារបៀបនៃការ assign តម្លៃនៅក្នុង C អូខេចឹងខ្ញុំដាក់ command នេះassignment operation ចឹងបន្តមកមួយទៀតគឺខ្ញុំចង់ឧទាហរណ៍ពី comparison operation ចឹង comparison operation នេះយើងប្រើសម្រាប់ប្រៀបធៀបតម្លៃ2ចឹងមានន័យថាតម្លៃ2តើបើសិនជាវាពិតគឺ true បើសិនជាវាអត់ពិតទេគឺ false ចឹងកន្លែងហ្នឹងតម្លៃវាគឺ10ចឹងថាខ្ញុំប្រកាស variable មួយឈ្មោះថា x ស្មើនឹង21 and ខ្ញុំ print x ស្មើ22ចឹងដល់កន្លែងហ្នឹងចេញអីគេចឹងកន្លែងហ្នឹងចេញ false ហើយព្រោះ x អត់ព្រោះយើងបើការ variable មួយ x ស្មើនឹង21ចឹងតម្លៃដែលយើងប្រៀបធៀបគឺ22ចឹងគឺអត់ពិតទេចឹងថាខ្ញុំដាក់22ចឹងកន្លែងហ្នឹងគឺចេញ true វិញព្រោះវាពិតបើសិនជាអត់ពិតទេគឺ false អូខេចឹងមួយទៀតគឺ print x ចឹងសញ្ញាឧទានសញ្ញាស្មើនឹងមានថាបើសិនជា x នឹងខុសពី22គឺឲ្យបើសិនជាវាខុសពី22មិនគឺពិតចឹងកន្លែងហ្នឹងគឺចេញ false វិញព្រោះ22ហ្នឹងវាអត់ខុសគ្នាទេចឹងថាខ្ញុំដាក់12វិញចឹងកន្លែងហ្នឹងគឺវាបដូរវិញដាក់ចេញ true វិញព្រោះ22និង12ហ្នឹងគឺខុសគ្នាអត់ដូចគ្នា Okay, so I print 8ធំជាង18អញ្ចឹងកន្លែងហ្នឹងសញ្ញាធំជាងបើសិនជាតម្លៃ x យើងនេះធំជាង18គឺឲ្យវាពិត so true អញ្ចឹងមួយទៀតគឺ print x តូចជាង30អញ្ចឹងកន្លែងហ្នឹងនេះយើងប្រៀបធៀបសញ្ញាធំតូចអញ្ចឹងកន្លែងហ្នឹងខ្ញុំ print x ធំជាងឬក៏ស្មើ22ចឹងកន្លែងហ្នឹងធំជាងឬស្មើចឹងក៏នៅតែពិតដែរព្រោះវាស្មើចឹងមួយទៀតខ្ញុំ print x តូចជាងឬស្មើ18ចឹងកន្លែងហ្នឹងចេញ false វិញព្រោះ x ធំព្រោះ x យើងប្រកាសហ្នឹងធំជាង18អូខេខ្ញុំឧទាហរណ៍ basic ហ្នឹងកន្លែងហ្នឹងឧទាហរណ៍នេះខ្ញុំឧទាហរណ៍ score ស្មើនឹង70អញ្ចឹងខ្ញុំមកប្រៀបធៀប print score ធំជាងឬស្មើ50ចឹងកន្លែងហ្នឹងគឺវាពិតហើយបើខ្ញុំដាក់កន្លែងហ្នឹងស្មើ50ប៉ុន្តែតែពិតដែរព្រោះគេថា score ធំជាងឬស្មើ50ចឹងបើសិនជាខ្ញុំដាក់ស្មើ49កន្លែងហ្នឹងគឺអត់ពិតទេអូខេ false ចឹងឧទាហរណ៍មួយទៀតខ្ញុំនិយាយពីការភ្ជាប់លក្ខខណ្ឌទាំងពីរដល់ខ្ញុំថា logical operation
operation ដូចជា call operation so កន្លែងហ្នឹងវាមានច្រើនមាន and or not អញ្ចឹងគឺថាខ្ញុំប្រៀបធៀបលក្ខខណ្ឌ2អញ្ចឹងខ្ញុំបង្កើត variable មួយឈ្មោះកន្លែងហ្នឹងខ្ញុំបិទ comment ចោលអញ្ចឹងកន្លែងហ្នឹងខ្ញុំបង្កើត variable មួយឈ្មោះ age ស្មើនឹង23 and has id ស្មើ true អញ្ចឹងកន្លែងហ្នឹងខ្ញុំ print ថា print age ធំជាងឬស្មើ18អញ្ចឹងពិតមួយ and has sorry កន្លែងហ្នឹង has id អញ្ចឹងកន្លែងហ្នឹង has id អញ្ចឹងចម្លើយវាគឺពិត true អញ្ចឹងកន្លែងហ្នឹងបើសិនជាខ្ញុំដាក់កន្លែងហ្នឹង false វិញអញ្ចឹងកន្លែងហ្នឹងខ្ញុំដាក់ false okay function not defined ខ្ញុំដាក់ស្មើ0អូខេខ្ញុំដាក់ true អញ្ចឹងកន្លែងហ្នឹងគឺចេញពិតអញ្ចឹងថាបើសិនជាខ្ញុំប្រើឆ្នោតឬវិញអញ្ចឹងបើយើងប្រើឆ្នោត and គឺលក្ខខណ្ឌ2គឺទៅតែពិតបានវាដំណើរការបើសិនជាលក្ខខណ្ឌមួយពិតបើសិនជាមួយពិតមួយអត់ពិតទេគឺអត់កើតអញ្ចឹងបើសិនជាខ្ញុំប្រើអញ្ចឹងកន្លែងនេះខ្ញុំបង្កើត variable មួយឈ្មោះ age ស្មើ16 and has parentស្មើ true ចឹង has parent ស្មើ true ចឹងពេលនេះខ្ញុំ print print age ធំជាងឬស្មើ19 or has parent ចឹងលក្ខខណ្ឌទី1គឺអត់ពិតទេចឹងបើយើងមកមើលលក្ខខណ្ឌទី2 has id នេះពិតចឹងក៏វានៅតែដើរដែរtrue ចឹងឧទាហរណ៍ខ្ញុំប្រើមួយទៀតគឺ not ចឹង not ហ្នឹងមានឲ្យយើងប្រែពី true ទៅ false ឬក៏ false ទៅជា true ចឹងថាខ្ញុំបង្កើត variable មួយថា is student ស្មើស្មើ true ចឹងខ្ញុំជា student អញ្ចឹងខ្ញុំ print not student អញ្ចឹងកន្លែងហ្នឹងចេញអីគេគឺចេញ falseអូខេចឹងវីដេអូហ្នឹងមានតែប៉ុណ្ណឹង